ស្រែបាទស្រុកស្រែតែប៉ុណ្ណឹងចំការពុតយបាទជីមានឃើញទិញអីទិញតែជីយកមកទុកដាក់តំណាំដាក់បន្លែហ្នឹងហើយដាំចេកអូមិនក្តៅហ្នឹងនេះបើកថ្ងៃហើយព្រីងនោះដាំដើមចេកកមួនចែកពីបងប្អូនខាងតាកែវមក20ដើមឥឡូវគេឲ្យដល់21កាប់ទៅដៅទៅ20ដើមទៅកាប់ថែមបាទហើយនេះយើងទៅថែមដីបាទអូណ៎នេះមានអីមើលទេតែគោនោះគោសពេញតែស្រែនោះមានគោមានកប់ហើយខ្នេះមានត្រីស្ទូចត្រីទៅបាទអត់ម្ហូបអាចមកស្ទូចបានហើយចំនេះមិនធ្វើដីបន្តិចដើម្បីដាំបន្លែក្បាច់កប៉ុកមានផ្លែមនផ្លែល្ហុងផ្លែបត្រាមានក្រូចឆ្មានោះដាក់គ្រាន់តែទុកមកលំហែអញ្ចឹងទៅយើងបានបេះហ្នឹងហើយតាមនេះបងឲ្យថាដាក់ដូងហើយមុនតែដូងវាអត់សូវល្អចាំមើលដាក់ដើមធំបន្តិចហើយចេកឥឡូវដាក់តែចេកក្មួយ2ដើមនេះសិនហើយចាំណាំវ៉ាទឿចាំហៅទិញកូនណាំវ៉ាទឿ10 20ដើមទៀតយកមកដាំមកជុំវិញស្រះនេះដើម្បីឲ្យវាត្រជាក់ស្រះនេះមានត្រីដែងហើយនឹងត្រីធម្មជាតិភាគច្រើនត្រីធម្មជាតិចូលមកហ្នឹងហើយមុនត្រីទុកត្រីអីហ្នឹងប៉ិនកដៃឃើញពេញទៅហ្នឹងដែរបាទនេះស្រូវអត់អស់ស្រូវទេបាទអត់ច្រូតម្ដងហើយច្រូតហើយវាដោះអាស្រូវមួមកច្រូតបានមិនចេះតិចទៀតឥឡូវចាប់ផ្ដើមមានដោះមកទៀតបាទវាចង់ចូល3ដងហើយតែឥឡូវអត់យកឲ្យចុងក្រោយនោះគឺទៅកាប់ដាក់ដាំអាឡឹកនោះតាមចន្លោះគុំកច្រាំងហ្នឹងវានៅសើមណាដាក់ក្របអាឡឹកមកគុំ2ដើមទៅចាំមើលមួយខែ2ទៀតតើវាលាស់ប៉ុណ្ណាបាទហើយបន្លាយចាប់ដើមរីងទឹកហើយតែឃើញកូនត្រីឡើងពេញដែរបាទចាំមើលថាតិចទៀតទៅចាប់វាយកមកអបមកហើយស្រុកស្រែតែប៉ុណ្ណាចំការពុតយទៀតនឹងធ្វើកាន់តែស្អាតជាងហ្នឹងបាទខែភាសាតិចហ្នឹងគឺលាស់ខ្ចីហើយបាទអានេះធ្វើស្រែទុកធ្វើស្រែគំរូទុកឲ្យប្រពន្ធកូនឲ្យមើលឲ្យស្គាល់ស្រែអានេះចំណាំកំពុងតែខាងក្រោយនេះស្ដីវាលសល់ច្រើននេះថាត្រូវដាំដែរតែថាដាំបត្រាហើយនឹងតបែកតែមិនតាន់បានដាំដោយសារមិនតាន់រៀបប្រព័ន្ធទឹកហើយខាងក្រោយនោះគាត់នៅសល់ស្រែមួយដែរក្នុងចាំមើលស្រែវាជួររស់ឲ្យស្អាតទុកគាត់នៅដាំដំណាំផ្សេងស្អំមិនទៅល្អហ្មងនៅខាងក្រោយនោះជាប់លបងនោះសារអត់សូវបានមើលថែវា2អាទិត្យអីហើយបានមកមើលម្ដងអញ្ចឹងវាអស់ជាតិទឹកអស់អីកំពុងត្រូវរៀបចំប្រព័ន្ធទឹកចេកដាំជាជួរអញ្ចឹងមកចុំខុសជួរបន្តិចអូរឿងខុសជួរហើយចំការមានតែប៉ុណ្ណានេះខ្ទមលំហែអញ្ចឹងទៅចងហឹងមួយដាក់កៅអីដាក់តុហើយនឹងមកអង្គុយលំហែហើយផ្លែធ្លោកច្រើនណាស់បងប្អូនខ្លះអត់ស្គាល់ទេនេះផ្លែធ្លោកបាទអានេះគឺផ្លែពីបរមរានរបស់យើងណាបាទខ្មែរយើងហ្នឹងគឺផ្លែហ្នឹងហើយបានជួយឲ្យគាត់បានហូបអីច្រើនហើយនោះដើមអីទេភ្លេចបាត់ហើយបាទដើមនៅនោះដែរហើយនេះຕົកតែដើមដែលសំខាន់នោះដើមតាយឹងបងប្អូនខ្លះអត់ស្គាល់ទេបាទដើមតាយឹងអាហ្នឹងផ្លែវាឆ្ងាញ់ធ
ធំជាងមេដៃបន្តិចទៅទុំវិញក្អូបឈ្ងុយផ្អែមបាទទៀតទៅយើងមានចកាចេកចកាតបែកពេញទៅហ្នឹងបាទខ្ញុំសូមអាប់ដេតប៉ុណ្ណេះសិនចាំពេលធ្វើឲ្យហើយចាំអាប់ដេតថែមទៀតបាទអរគុណបាទជម្រាបលា